បើទៅសេជាភាសាសំស្ក្រឹតអ្នកចេះសំស្ក្រឹតអានខ្មែរក៏យល់អានបោះចាមក៏យល់អានបោះជ្វាក៏យល់ដែរពីព្រោះភាសាសំស្ក្រឹតដូចគ្នារហូតមកមានរបត់មួយគឺនៅក្នុងរាជប្របាទឥន្ទ្រវរ្ម័នហើយនឹងយសោវរ្ម័ននឹងឯងដែរព្រះអង្គច្នៃបង្កើតទម្រង់តួអក្សរថ្មីចេញពីមូលដ្ឋានចាស់នៅក្នុងសាលាចរិតរបស់ព្រះបាទយសោវរ្ម័នគឺតែងតែមានពាក្យប្រកាសថាអត្ថបទដែលទៅសេហ្នឹងគឺទៅសេដោយកម្ពុជាអក្សរជាបុរាណគេទៅសេកម្ពុជាអក្សរាគឺមកពីកម្ពុជាហ្នឹងគឺកម្ពុជាបូកនឹងអក្សរាគឺអក្សរមានន័យថាអក្សររបស់កម្ពុជាបាទលោកគ្រូត្រឡប់មកវិញតាក់ទងទៅនឹងការចារនៅលើមិនថាតែផ្ទាំងសិលាឬក៏សិលាចារឹកឬក៏ស្លឹករឹតឬក៏អ្វីទេចារគឺច្បាស់ណាស់តែប្រើអក្សរបាទតើខ្មែរយើងតាំងពីបុរាណមកយើងប្រើប្រាស់អក្សរអ្វីខ្លះភាសាអ្វីខ្លះដែរលោកគ្រូបាទអក្សរបើយើងមិននិយាយតែខ្មែរទេជារដ្ឋនៅអាស៊ីអាគ្នេយ៍បុរាណមានខ្មែរមានចាមមានជ្វាមានក្រមពួកម៉ាឡេពួកអីហ្នឹងអត់មានប្រទេសណាមួយបង្កើតអក្សរខ្លួនឯងបានទេគឺយើងទទួលឥទ្ធិពលពីឥណ្ឌាផ្នែកសាសនាការដឹកនាំរដ្ឋអីហើយយើងទទួលឥទ្ធិពលអក្សរនឹងដែរអក្សរទាំងអស់ហ្នឹងគឺមកពីឥណ្ឌាទាំងអស់ហើយសាលាចរិតដែលចាស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ហ្នឹងដែលយើងនៅតែជែកគ្នាថាបោះខ្មែរបោះចាមឬមិនមែនអីហ្នឹងគឺសាលាចរិតលោកកាញ់អ្នកស្រាវជ្រាវផ្អែកទៅលើរូបរាងអក្សរប្រៀបធៀបទៅនឹងអក្សរនៅឥណ្ឌាទៅឲ្យការបរិច្ឆេទហ្នឹងចន្លោះពីចុងសតវត្សទី2រហូតដល់សតវត្សទី5តាមអ្នកស្រាវជ្រាវដែរតែយ៉ាងណាវានៅតែជាសាលាចរិតដែលចាស់ជាងគេបង្ហាញថារដ្ឋនៅអាស៊ីអាគ្នេយ៍ទទួលឥទ្ធិពលពីអក្សរនៅឥណ្ឌាហើយបានយើងចាប់ផ្ដើមមានសាលាចរិតច្រើននៅក្នុងសតវត្សទី6អីមកទម្រង់អក្សរទាំងអស់ហ្នឹងគឺបង្ហាញថាជាទម្រង់អក្សរមកពីអក្សរពលវៈឬចាលុក្សៈនៅឥណ្ឌាភាគខាងត្បូងមិនមែនតែយើងទេនៅស្រុកប្រទេសដូចគ្នាឥទ្ធិពលផ្នែកអក្សរមកហ្នឹងវាមកតាមរយៈភាសាសំស្ក្រឹតភាសាសំស្ក្រឹតមិនបានយើងដឹងថាភាសាសំស្ក្រឹតពីព្រោះជាអក្ខរក្រមនៅក្នុងសាលាចរិតដែលយើងមើលទៅគឺវាតាមរបៀបអក្ខរក្រមចំនួនតួអក្សរហ្នឹងតាមរបៀបសំស្ក្រឹតមិនតាមរបៀបបាលីទេឧទាហរណ៍យើងថាបារាំងអង់គ្លេសប្រើអក្សរឡាតាំងដូចគ្នាអញ្ចឹងអក្សររ៉ូម៉ាំងដូចគ្នាអញ្ចឹងប៉ុន្តែចំនួនស្រៈជាពិសេសស្រៈអង់គ្លេសនិងបារាំងខុសគ្នាបាទបារាំងច្រើនជាងអញ្ចឹងទៅអញ្ចឹងមកតាមរយៈភាសាសំស្ក្រឹតហើយភាសាសំស្ក្រឹតក៏មានឥទ្ធិពលទៅលើផ្នែកសាសនាលើអីទៅនាំឲ្យសាលាចរិតរបស់យើងមានសាលាចរិតសំស្ក្រឹតសាលាចរិតខ្មែរឬក៏ពេលខ្លះទៅសេអត្ថបទទាំងពីរបញ្ចូលគ្នាមានសំស្ក្រឹតផងមានខ្មែរផងមកដល់ពេលដែលយើងទទួលឥទ្ធិពលពុទ្ធសាសនាថេរវាទពេញធឹងទៅគឺបាលីមកមួយទៀតភាសាបាលីមកចូលមកមួយទៀតហើយក៏យើងនៅតំបន់អង្គរនេះឃើញមានសាលាចរិតអារ៉ាប់មានសាលាចរិតរបស់ខាងភូមាមានសាលាចរិតដែលប្រើភាសាថៃជាអក្សរខ្មែរអីក៏មានដោយសារអីវាជាមជ្ឈមណ្ឌលសាសនាអ្នកដតីមកអ្នកដតីក៏ចាសាលាចរិតចាអីនៅហ្នឹងទៅអញ្ចឹងនៅស្រុកខ្មែរមិនមែនមានតែសាលាចរិតភាសាខ្មែរបាលីសំស្ក្រឹតតែប៉ុណ្្នឹងទេមានផ្សេងដតីដោយសារមានហេតុផលយ៉ាងដែរបាទអញ្ចឹងអក្សរខ្មែរពីដំណាក់កាលដំបូងសតវត្សទី6ទី7ទី8ហ្នឹងប្រើទម្រង់ដូចនៅឥណ្ឌាហើយរដ្ឋដតីទៀតដូចគ្នាប្រើអក្សរដូចគ្នាអញ្ចឹងបើសិនជាភាសាខ្មែរចាមអានអត់យល់ទេបើភាសាចាមខ្មែរក៏អានអត់យល់ដែរប៉ុន្តែបើទៅជាភាសាសំស្ក្រឹតអ្នកចេះសំស្ក្រឹតអានខ្មែរក៏យល់អានបោះចាមក៏យល់អានបោះជ្វាក៏យល់ដែរពីព្រោះភាសាសំស្ក្រឹតដូចគ្នារហូតមកមានរបត់មួយដែលលេចធ្លោឲ្យមានលក្ខណៈមួយឃើញថាវាមិនមែនជាឥណ្ឌាដូចពីមុនទៀតគឺនៅក្នុងចុងសតវត្សទី9គឺនៅក្នុងរាជប្របាទឥន្ទ្រវរ្ម័នហើយនិងយសោវរ្ម័ននឹងឯងដែរព្រះអង្គច្នៃបង្កើតទម្រង់តួអក្សរថ្មីចេញពីមូលដ្ឋានចាស់មូលដ្ឋានទម្រង់តួអក្សរនិងអក្ខរវិធីចេញពីចាស់ប៉ុន្តែរូបរាងថ្មីមានរាងមូលយើងអាចនឹងទៅពិនិត្យមើលជាពិសេសនៅប្រាសាទដលីប្រាសាទបកគោមានសាលាចរិតជាផ្ទាំងដែលរកឃើញនៅប្រាសាទបាគងនេះក៏ដូចគ្នាដែរគឺជាទម្រង់អក្សរមួយថ្មីហើយដែលពិសេសគឺមានឈ្មោះ
នៅក្នុងសាលាចរិតរបស់ព្រះបាទយសោវរ្ម័នគឺតែងតែមានពាក្យប្រកាសថាអត្ថបទដែលទៅសេហ្នឹងគឺទៅសេដោយកម្ពុជាអក្សរគឺជាបុរាណគេទៅសេកម្ពុជាអក្សរាគឺមកពីកម្ពុជាហ្នឹងគឺកម្ពុជាបូកនឹងអក្សរាគឺអក្សរមានន័យថាអក្សររបស់កម្ពុជាជាអក្សរដែលបង្កើតដោយស្ដេចនៅក្នុងចុងសតវត្សទី9ហ្នឹង